សាច់បោះទី2លោកគ្រូត្រូវបិសាចចាប់យកទៅហើយឧស្សាហ៍បើដើរហាត់ទៀតខ្ញុំសាច់បោះទី2លោកគ្រូពិតជាត្រូវបិសាចាប់យកទៅបែរណាល្អខ្លាំងណាស់ហាត់បន្តទៀតលោកគ្រូបាត់ខ្លួនហើយអីពួកឯងធ្វើស្អីឆាប់លែងយើងទៅជួយផងជួយយើងផងជួយផងទឹកគូហើយនៅនេះចិត្តហើយក្រាបទូលព្រះអង្គទី2អស់ផ្កាចាននឹងសឹកទៅមកហើយមិនប្រកាសទៅបេះមកមិនបាច់ទេស្ងោទឹកធម្មតាបានហើយធំមិនបញ្ញាប់យ៉ាងហ្នឹងសាច់ថងជ័យឲ្យធ្វើជីវិតអមតៈបិសាចយកខាងមុខចង់ហូបក៏មិនបានហូបផងឯងនឹងថាមូលហេតុអីទេហេតុអីខ្ជិលខ្លាំងពេកចាប់បានហើយមិនបញ្ញាប់ហូបចេះតែយឺតយ៉ាវសុំខំខ្លាំងបណ្ដាពួកគេក៏មិនដឹងដែរងាប់គ្មានសល់សុំខំខ្លាំងយ៉ាងផងឡើងទីហ៊ុននៅឡាព្រំសាច់ដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រកំតិចអស់ហើយពូទី2ទូកំឡុងយើងមិនអាចព្រៀបជាមួយបិសាចខាងមុខក៏ដោយតែយើងក៏អាចលឿនដែរថែមភ្លើងចាប់ផ្ដើមចំអិនហូបឯបទៅអត់ហន់បានហើយបាននៅនិយាយទៀតនឹងយឺតពេលស្ងោភ្លាមខ្ញុំមិនមែនជាសងខាងជ័យទេខ្ញុំខ្លាចតាចាប់ដល់លេខខ្ញុំទៅមិនចង់លេងទៅជាមួយយើងខ្ញុំចង់តែជាបិសាចគីគួរតែប៉ុណ្ណោះលោកមើលចុះមុននេះក៏អូសបន្លាយពេលដែរយើងមិនចាច់បោកអីទេហេតុអីបានជាមិនជឿមុនស្ងោខ្ញុំយ៉ាងហោចណាស់ក៏គួរតែលៀងទឹកដែរពេលអាចគឺខ្ញុំស្លាប់ប្រកាសជាយល់អីគ្មានពេលសម្អាតទេមិនខ្ពើមរអើមអត់ទេបងធំស្ងោគេទាំងខោអាវបែបហ្នឹងវាមិនគួរឲ្យខ្ពើមទេអីដល់ឲ្យវាចេញទៅចាប់ឡើងឃើញហើយនៅបីសាច់គីគួរស្បែកដល់គ្រឿមនេះគឺជាពលណាបងធំមើលទៅដូចមិនសងខាងទេយ៉ាងឯថាបានជាបីសាច់ជាច្រើនហូបសាច់ឯងមិនបានពិតជាល្បិចខ្ពស់មែនមិនក៏ឯងរឹកក្បាលខ្លាំងម្ល៉េះបំភ័ន្តភ្នែកប្រកាសជាអាស្វានោះប្រាល្បីបំភ័ន្តភ្នែកហើយវាយស្ងោវាទៅពួកយើងទទួលស្គាល់ថាពួកយើងគឺខ្លាញ់ខ្លាយឲ្យគេដោះលែងលោកគ្រូបានទេបាទទេបើពួកយើងនិយាយថាខ្លាញ់ខ្លាយផ្សព្វផ្សាយចេញទៅមិនអាចធ្វើដំណើរទៀតទេពួកយើងវាយមិនឆ្នះពួកបើឯងនិយាយច្រើនទៀតហើយពីឃ្លាខ្ញុំបើដែរបងថ្ងៃនេះឯងសំខាន់ណាស់យល់ទេទីចំណាប់អារម្មណ៍ពួកគេខ្ញុំនឹងសង្សារឆ្លៀតដល់ការប្រជុំលោកគ្រូខ្ញុំមានជំនាញខ្លះអាចទប់ទល់ជាមួយបិសាចតូចតាចបានប្រមាណក្បាលដែរហាត់ជាមួយខ្ញុំម្ដងទៀតណាខ្ញុំជាមហាទេពស្វាមេឃចាំដែរខ្ញុំជាមេធំមហាទេពអាមេរិកានៅខាងក្រៅមានបិសាច3ក្បាលមានម្នាក់អាងថាវាគឺជាមហាទេពស្វាមេឃមិនគឺលឿនម្លេះមិនតន់ចិត្តទេព្រះអង្គនៅអ៊ុនឡើយជាល្អខ្លាំងណាស់ទឹកអ៊ុនស្រួលខ្លួនមែនយ៉ាយឺតមួយជំហានដល់ដែរហត់សុំអាម៉ាត់គ្រាន់ជាងអត់ប្រមូលគ្នាព្រាមត្រៀមខ្លួនឲ្យនៅ